បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែធ្វើការឡើងថ្នោតបាទចំនួន2000ដើមបាទមិនមែនឡើងបេះថ្នោតទេគឺឡើងកូនថ្នោតបាទឲ្យបងប្អូនយើងដែលគាត់ធ្វើការកំងនៅខាងខេត្តកំពតបាទហើយគាត់យកកូនថ្នោតនេះទៀតសោះគឺគាត់យកទៅដាំបាទទៅដាំអមសងខាងផ្លូវដើម្បីឲ្យវាធំទៅវាជាសភនភាពបាទហើយថ្ងៃនេះភ្លៀងអូខ្លាំងណាស់បងប្អូនខំថាអូពេលព្រឹកអត់ហ៊ានឡើងទេឲ្យវាស្រស់ឲ្យវាភ្លៀងវាស្ងួតហើយឲ្យបាយហើយអីហើយថ្ងៃរសៀលចាំយើងធ្វើការឡើងគ្មានទេគ្រប់ទឹកតែម្ដងបាទភ្លៀងមកគ្រប់ទឹកហ្មងអញ្ចឹងកូនថ្នោតរបស់យើងគឺស្រស់បំប្រងតែម្ដងអញ្ចឹងធ្វើការរៀបចំដឹកទៅខេត្តកំពតបាទខេត្តកំពតបាទគាត់យកទៅដាំអមសងខាងផ្លូវនៅក្នុងកសិដ្ឋាននៅក្នុងចំការរបស់គាត់ហើយកូនថ្នោតរបស់យើងនេះយើងទៅតែយកមកពីកសិដ្ឋានយើងបដោះមួយទៀតនៅខាងភូមិស្ពានថ្មីបាទភូមិស្ពានថ្មីឃុំលៀងដៃស្រុកអង្គរធំបាទនេះទៅតែយកមកបានខ្លះទេអត់តន់យកមកបានទាំងអស់ដោយសារភ្លៀងពេកពុកម៉ែបងប្អូនឡានចូលអត់រួចនេះគឺយើងយកវាមកដាក់ហាលក្តៅឲ្យវាមមតមបានយើងដាក់ផ្ញើទៅឥឡូវភ្លៀងអត់ព្រមឈប់សោះឆ្នាំនេះតិចតិចមែនតែនបាទតិចតិចមែនតែនអញ្ចឹងស្អែកខាត់ស្អែកអី3 4 5ថ្ងៃទៀតរាំងអីយើងធ្វើការទៅជញ្ជូនកូនថ្នោតយកមកដាក់អស់ព្រោះកូនថ្នោតយើងឆ្នាំនេះគឺសល់ច្រើនមែនតែនដោយសារយើងមានបញ្ហាបាទយើងមានបញ្ហាសេដ្ឋកិច្ចក៏ដូចជាបញ្ហាសង្គ្រាមអីចឹងទៅបងប្អូនយើងគាត់ក៏ផ្អាកដាំបាទទៅតែឥឡូវរឿងបានធូរស្រាលបន្តិចគាត់យកទៅដាំបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់ដែលលោកមានចំណាប់អារម្មណ៍ចង់បានយកកូនថ្នោតខ្មែរដូនតារបស់យើងនេះយកទៅដាំជាលក្ខណៈចំការព្រំដីអមសងខាងផ្លូវដើម្បីអភិរក្សដំណាំដូនតារបស់យើងដ៏មហាមានគុណប្រយោជន៍ច្រើនមុខបាទតាំងពីឫសរហូតដល់ចុងស្លឹកគឺមានប្រយោជន៍ខ្លាំងណាស់អញ្ចឹងចេញទៅហើយបាទចំនួន2000ដើមទៅខេត្តកំពតអរគុណច្រើនបងប្រុសអញ្ចឹងចាំទទួលផងណានៅថ្ងៃស្អែក17នេះប្រកាសជាទៅដល់ហើយព្រោះតកងឡានគាត់ប្រាប់អញ្ចឹងគាត់ថាគាត់រត់ទៅទាំងយប់បាទអរគុណ